ថ្ងៃនេះខ្ញុំនឹងនិយាយ5ចំណុចដែលមុនដែលយើងគិតថាខ្លួនឯងនឹងកើតជំងឺរាគរូសបានយើងត្រូវមើលខ្លួនឯងនឹងតើ5ចំណុចនឹងបានគ្រប់គ្រាន់អត់ចំណុចទី1គឺតើយើងបានហូបអាហារគ្រប់គ្រាន់អត់ឬក៏យើងហូបតិចតមអាហារខ្លាចធាត់បងស្រីបងស្រីនឹងខ្លាចធាត់ស្រឡាញ់រៀងហ្នឹងណាហូបអាហារតិចពេកហ្នឹងអាហ្នឹងក៏ពិបាកបាត់ជើងដែរអាហារទី2គឺអាហារដែលមិនសម្បូរកាល់ស័យអាហារដែលមិនសម្បូរកាល់ស័យដូចយើងហូបតែបាយឬក៏ប្រហែលអីតិចតួចចឹងទៅវាអត់សម្បូរកាល់ស័យដូចជាដលងជ្វាដូចជាស្ពៃគ្រប់ស្ពៃទាំងអស់ហ្នឹងឯងដូចជាលហុងទុំសកានិកអីទាំងអស់ហ្នឹងពួកហ្នឹងគឺជាសម្បូរដោយកាល់ស័យនិងក្របធញ្ញជាតិផ្សេងទៀតដែលវាសម្បូរកាល់ស័យបើសិនជាយើងហូបអាហ្នឹងអត់គ្រប់គ្រាន់ទេក៏វាពិបាកបាត់ជើងដែរហើយទី3ជំងឺខ្វះជាតិទឹកការហូបទឹកអត់គ្រប់គ្រាន់ហ្នឹងវាអាចធ្វើឲ្យលម្អនឹងរឹងក្តៀនហើយពេលយើងបាត់ជើងមកវាស្អិតទៅលើពោះវៀនហ្នឹងការធ្វើពេរីស្តាទិករបស់ពោះវៀនរុញលម្អហ្នឹងគឺវាអត់ខ្លាំងទេបើសិនជាវានៅតាំងនៅក្នុងមូលគូហ្នឹងប្រកាសជាបាត់ជើងយូរហើយពិបាកបាត់ជើងហើយទី4អាហារដែលសម្បូរសាច់ពេកអ្នកដែលហូបសាច់ផឹកស្រាស៊ីសាច់ច្រើនអញ្ចឹងណាអត់ហូបបាយអត់ហូបអីហ្នឹងក៏ពិបាកបាត់ជើងដែរលិវប្រកាសជាក្តឹងក្តាំងរៀបរឹងហើយពិបាកបាត់ជើងហើយចំណុចទី5អ្នកដែលតមបន្លែផ្លែឈើនឹងភាគច្រើនមនុស្សយើងវាហូបជាធម្មតាប៉ុន្តែមនុស្សពាក្យមួយចំនួនតិចទេដែលតមបន្លែផ្លែឈើខ្លាចឈឺខ្លាចរាគខ្លាចអញ្ចឹងដូចយើងសម័យនេះវាសម្បូរដោយសារជាតិគីមីអញ្ចឹងគេអត់សូវហូបអីចឹងណាអាហ្នឹងក៏ជាលក្ខណៈពិបាកបាត់ជើងដែរនៅក្នុង5ចំណុចហ្នឹងយើងត្រូវតែហូបឲ្យបាន balance ជាមួយគ្នាវាសាក់មកមូលជាមួយគ្នាបានទើបអាចស្រួលបាត់ជើងហើយត្រូវមើល5ចំណុចហ្នឹងជាដាច់ខាតមុនដែលយើងសង្ស័យថាខ្លួនឯងនឹងកើតជំងឺរាគរូសបាតទៅជួបពេទ្យហើយពិគ្រោះប្រឹក្សាបាទចំណុចណាសំខាន់5ហ្នឹងគឺសំខាន់មែនតើយើងត្រូវតែដកពិសោធន៍ខ្លួនឯងថាពិនិត្យមើលតើអាហារយើងនឹងបានហូបគ្រប់គ្រាន់អត់ហូបបានច្រើនអត់ហើយបន្លែផ្លែឈើនឹងយើងហូបបានអាហារឬក៏ផ្លែឈើដែលសម្បូរកាល់ស័យអត់ហើយយើងស្ថិតនៅក្នុងអ្នកដែលញៀនស្រាផឹកស្រាស៊ីសាច់ភ្លេចស៊ីបាយភ្លេចស៊ីបន្លែផ្លែឈើបានគ្រប់គ្រាន់នឹងអត់គឺសំខាន់បាទជាចំណុចសំខាន់ណាស់ដែលយើងត្រូវតែពិចារណាកន្លែងហ្នឹងកុំអីតិចសង្ស័យខ្លួនឯងកើតរាគរូសបាតទៅជួបពេទ្យហើយទៅទិញអាហារបំពន់ឬក៏ស្អីផ្សេងទៀតយកមកដើម្បីហូបដើម្បីឲ្យស្រួលបាត់ជើងចំណុចទាំងអស់ហ្នឹងគឺអាហារបំពន់មានប្រសិទ្ធភាពហូបទៅវាអាចធ្វើឲ្យពួកអាហារបំពន់ភាគច្រើនគេផលិតឡើងពីកាកសរសៃបន្លែផ្លែឈើអញ្ចឹងអាចស្រួលបាត់ជើងហើយយើងស្រួលបាត់ជើងមកយើងថាជារាគរូសបាតអីចឹងទៅតាមពិតអត់ទេយើងត្រូវតែមើលចំណុចទាំងអស់ហ្នឹងវាមិនមែនជាលក្ខណៈកើតរាគរូសបាតទេនៅក្នុងអ្នកជំងឺក្នុងមួយខែខ្ញុំទទួលយ៉ាងតិចក៏បាន 25% ឬក៏ 30% តែមកពិនិត្យអត់មានកើតរាគរូសបាតសោះហើយសង្ស័យខ្លួនឯងតែកើតមានជំងឺរាគរូសបាតយើងត្រូវតែពិនិត្យឡើងវិញឲ្យបានទៀងទាត់សិនមុននឹងមកជួបគ្រូពេទ្យឬក៏ជួបប្រឹក្សាជាមួយគ្រូពេទ្យឬក៏ទិញចំណាយលុយទៅលើអ្វីដែលទិញមកថាយើងព្យាបាលរាគរូសបាតហ្នឹងដែរបាទជម្រាបលាមានតែប៉ុណ្្នឹងទេបាទ